សួស្តីបងប្អូននេះដបូលប្រក់ហើយផ្ទះនៅបាត់ដំបងឈើទាលហ្នឹងហើយកំពុងឆ្លងបងប្អូននេះប៉ុន្តែមិនតាន់ហើយទាំងអស់នោះទេប៉ុន្តែដបូលនេះទិញបានផលិតស្រុកស្រែលុយមែនតើបងប្អូនសម្រាប់ធ្វើម្ហូបញ៉ាំតែថ្ងៃនេះបុកល្ហុងល្ងាចអូខេណាហ្នឹងហើយបងខ្ញុំគាត់លក់អីវ៉ាន់ចាប់ហួយនោះលូកូយីហ្នឹងហើយនៅអត់តន់ហើយទេបងប្អូនលោកនៅកំពុងកាត់ដៃកាត់ដឹងឥឡូវអូខេណាចាទំតមសម័យដល់នោះអូខេ